តែទោះបីជាយ៉ាងណាក៏ដោយប្រាក់ចំណូលតិចតួចក៏មិនអាចទ្រទ្រង់ការរំពឹងទុកក្នុងការអុជភ្លើងអានសិភៅនៅពេលយប់ដែរនៅយប់នោះប្រេងចង្គៀងក្នុងផ្ទះក៏អស់ទាំងស្រុងម្ដាយអាណិតជឿអ៊ីនណាស់ខ្លាចគាត់ខូចភ្នែកក៏ប្រញាប់ប្រាប់ឲ្យគាត់សម្រាប់ប៉ុន្តែជឿអ៊ីនដែលដេកលើគ្រែគេងមិនលក់សោះពេលនោះហើយជឿអ៊ីនបានឃើញនៅខាងក្រៅបង្អួចមានពន្លឺផ្លឹកផ្លែតហោះហើរគឺទៀងគប់ភ្លើងសោះគំនិតដ៏អស្ចារ្យមួយបានផុសឡើងក្នុងគំនិតរបស់គាត់ក៏ប្រាប់ម្ដាយដោយភាពរីករាយគ្រាន់តែប្រមូលពន្លឺពីទៀងគប់ភ្លើងជាច្រើនមកជាមួយគ្នាច្បាស់ជាអាចបំភ្លឺផ្ទះដើម្បីអានសៀវភៅបានហើយម្ដាយក៏មានការងឿងឆ្ងល់ខ្លះប៉ុន្តែក៏យល់ព្រមឲ្យគាត់សាកល្បងមើលប៉ុន្តែបញ្ហាក៏កើតមានឡើងជឿយីនចាប់បានកន្លះភ្លើងកាន់ក្នុងដៃតែរកឃើញថាខ្លួនឯងគ្មានដៃទំនេរសម្រាប់បើកសៀវភៅម្ដាយចង់ជួយគាត់ពេលគាត់កាន់ជាលទ្ធផលផ្លត់ស្នៀតកន្លះភ្លើងហោះបាត់អស់ម្ដាយក៏លួងលោមគាត់ថាថ្ងៃស្អែកទៅទិញប្រអប់ដាក់កន្លះភ្លើងមួយថ្ងៃបន្ទាប់ម្ដាយនាំជឿយីនមកដល់ផ្សារដើមឡើយចង់ទិញសាច់ខ្លះឲ្យគាត់បំពន់រាងកាយតែជឿយីនបែរជាទូចចង់ទិញកញ្ចក់ពេលដែលព្យួរនៅតូបលក់សាច់ម្ដាយខ្ញុំថាចង់បានកញ្ចក់ពេលនោះឬកូនទិញវាធ្វើអ្វីកូននិយាយថាល្អទិញអ្វីខ្ញុំថាមកខ្ញុំចង់បានកញ្ចក់ពេលនោះពេលមកដល់ផ្ទះជឿយីនលាងសម្អាតកញ្ចក់ពេលនោះម្ដងហើយម្ដងទៀតហើយចាប់កន្លះភ្លើងជាច្រើនទៀតដាក់ចូលទៅក្នុងនោះពឹងផ្អែកលើពន្លឺដែលបញ្ចេញដោយកន្លះភ្លើងគាត់បានបង្កើតជាចង្គៀងមួយដូច្នេះគាត់អាចអានសៀវភៅនៅពេលយប់បានដែរទោះជាយ៉ាងណាវិធីនេះល្អមែនប៉ុន្តែវាក៏មានគុណវិបត្តិមួយដែរកន្លះភ្លើងដែលនៅក្នុងកញ្ចក់ពេលនោះគឺមិនអាចរੂដល់ថ្ងៃបន្ទាប់បានឡើយជឿយីនពិបាកចិត្តខ្លាំងណាស់ផែនការដែលគិតបានដោយលំបាកក៏បរាជ័យទៀតដើម្បីលួងលោមចិត្តគាត់ពេលយប់ក៏ជួយចាប់កណ្ដូលភ្លើងបានច្រើនទៀតដែរតែជឿយីននៅតែមិនសប្បាយចិត្តដដែលគាត់បារម្ភថាបើចាប់បែបនេះរាល់ថ្ងៃណាមួយកណ្ដូលភ្លើងនឹងត្រូវចាប់អស់ជាក់ជីមិនខានថ្ងៃមួយនោះម្ដាយលើកបង្អែមសណ្ដែកបាយមួយចានមក